បាទសូមធ្វើការអនុញ្ញាតគោរពនឹងជម្រាបសួរពុកម៉ែបងប្អូននិងទស្សនិកជនជាទីគោរពនិងជាទីរាប់អានខ្ញុំបាទក៏សូមលើកយកនៅជោគជតារាសីសម្រាប់ថ្ងៃពុធទី22ខែកក្កដាឆ្នាំ2026ថាតើនៅក្នុងថ្ងៃថ្មីនេះដួងរាសីរបស់ពុកម៉ែបងប្អូនប្រែប្រួលទៅជាយ៉ាងដូចម្តេចនោះកុំឲ្យខាត់ពេលខាត់វេលាយូរនោះសូមអញ្ជើញតាមដានសន្តាប់ជាមួយនឹងខ្ញុំបាទដូចតទៅបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំជូតលេខដែលនាំលេខសំណាងគឺលេខ989រួចធ្វើការសេបួងសួងយកលេបហើយរាសីរបស់អស់លោកអ្នកនៅក្នុងថ្ងៃនេះគឺស្រត់ចុះដំណើរជីវិតរបស់អស់លោកអ្នកនៅពេលនេះជួបបញ្ហារឿងប្រាក់កាក់បន្តិចបន្តួចហើយបញ្ហាមួយចំនួនរត់ចូលនាំឲ្យកើតរឿងសៅហ្មងផងដែរនៅថ្ងៃនេះការប្រកបមុខរបររកស៊ីរបស់អស់លោកអ្នកឃើញថាមិនសូវជាជឿនលឿនទៅមុខប៉ុន្មាននោះទេពោលគឺមានឧបសគ្គយាយីក្នុងការទប់ទល់ច្រើនផងហើយសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះវិញដោយសារយាយអូនរបស់អស់លោកអ្នកពុំសូវអំណោយផលម្ល៉េះហើយធ្វើឲ្យអស់លោកអ្នកជួបក្រុមមនុស្សតាមយាយីឈ្នានីសព្យាបាទយាយីផងដែរសម្រាប់ការធ្វើដំណើរកម្សាន្តទីចិត្តទីឆ្ងាយគួរមានការប្រុងប្រយ័ត្នប្រយែងបន្តិចទៅប្រសើរពីព្រោះថាថ្ងៃនេះមិនផ្ដល់ផលល្អសម្រាប់អស់លោកអ្នកប៉ុន្មានឡើយហើយសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំចូលមានការប្រុងប្រយ័ត្នប្រយែងបន្តិចទៅប្រសើរបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំឆ្លូវសូម comment លេខ886រួចធ្វើការ share បួងសួងយកលេបហើយរាសីរបស់អស់លោកអ្នកថ្ងៃនេះគឺស្រត់ចុះក្នុងថ្ងៃនេះយាយអូនរបស់អស់លោកអ្នកពុំកប់ប្រសើរទេម្ល៉េះហើយបើទោះបីជួបបញ្ហាអ្វីក៏ដោយមិនអាចយកភាពមួម៉ៅក្តៅក្រហាយដាក់ខ្លួនបានឡើយព្រោះអាចជះឥទ្ធិពលណាមួយមកវិញដែលរកនឹកស្មានមិនដល់លោកអ្នកត្រូវធ្វើចិត្តឲ្យត្រជាក់ហើយយកប្រាជ្ញាឆ្លាតវៃរបស់អស់លោកអ្នកដាក់ខ្លួនទៅប្រសើរសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមិនគួរទុកចិត្តអតិថិជនពេកឡើយប្រយ័ត្នត្រូវចាញ់បោកគេអត់ការអិតអំពើហើយការធ្វើដំណើរកម្សាន្តទីចិត្តទីឆ្ងាយគឺពុំសូវមានសុខសុវត្ថិភាពប៉ុន្មាននោះឡើយរីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែការរង្គោះរង្គើដាក់គ្នានាំឲ្យកើតរឿងរ៉ាវជាយថាហេតុបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំខាលសូម comment លេខ288រួចធ្វើការ share បួងសួងយកលេបហើយរាសីរបស់អស់លោកអ្នកថ្ងៃនេះស្រត់ចុះនៅថ្ងៃនេះមិនផ្ដល់ផលល្អសម្រាប់អស់លោកអ្នកក្នុងការសម្រេចចិត្តរឿងសំខាន់ឬក៏ណាត់ជួបរឿងរ៉ាវធំអ្វីមួយឡើយព្រោះថាងាយជះឥទ្ធិពលអាក្រក់មកវិញការប្រកបកិច្ចការងាររបស់អស់លោកអ្នកនៅថ្ងៃនេះតែងតែមានការប្រុងប្រយ័ត្នប្រយែងបន្តិចទៅគ្មានបញ្ហាមិនល្អណាមួយចោទឡើងសម្រាប់អ្នកប្រកបមុខរបររកស៊ីនៅក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បើកហាងថ្មីឬធ្វើចំនួនជួញដូរថ្មីថ្មោងអ្វីមួយមិនសូវជាផលផ្ដល់ផលល្អប៉ុន្មាននោះឡើយហើយផលកម្រៃទៀតសោតក៏ពុំសូវចូលជាគួរជាទីបញ្ចិតនោះដែរហើយសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំត្រូវតែមានភាពអត់ឱនឲ្យគ្នាខ្លះទៅអាចជំនះរាល់ឧបសគ្គទាំងពួងទៅរួចហើយការធ្វើដំណើរកម្សាន្តទីចិត្តទីឆ្ងាយចូលមានការប្រុងប្រយ័ត្នប្រយែងបន្តិចព្រឹកទៅប្រសើរបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំថោះសូម comment លេខ822ហើយរាសីរបស់អស់លោកអ្នកនៅក្នុងថ្ងៃនេះគឺឡើងខ្ពស់ត្រដែតទាំងស្ត្រីនិងបុរសលោកអ្នកត្រូវតែចេះរៀបចំគ្រួសារនិងប្រាក់កាក់ឲ្យបានល្អទៅពុំអាចនាំរឿងរ៉ាវក្តៅក្រហាយដាក់ខ្លួនហើយលោកអ្នកប្រកបកិច្ចការងារអ្វីនៅក្នុងថ្ងៃនេះឃើញថាគាត់ប្រសើរព្រោះថាដួងរាសីរបស់អស់លោកអ្នកឡើងខ្ពស់ដោយនេះលោកអ្នកអាចសម្រុកកិច្ចការងារពេញដៃពេញជើងបានហើយព្រោះថាតែងតែហុចផលជាផ្លែផ្កាមកវិញគួរជាទីបញ្ចិតហើយអ្នកប្រកបមុខរបររកស៊ីនៅក្នុងថ្ងៃនេះដែរបើលោកអ្នកចង់ផ្លាស់ប្ដូរមុខរបរថ្មីឬបើកធ្វើចំនួនតូចធំតែងតែផ្ដល់ផលល្អមកវិញជានិច្ច
ហើយសម្រាប់ការធ្វើដំណើរកម្សាន្តទីជិតទីឆ្ងាយគឺតែងតែផ្ដល់ភាពសុខដុមទាំងពេលទៅទាំងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំមិនមានបញ្ហាអ្វីចោទឡើងនោះឡើយហើយបើចង់រៀបការឬក៏ផ្សំផ្គុំជាគូគប់ជាពេលវេលាល្អប្រពៃបំផុតបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំរោងសូមខមមិនលេខ888ហើយធ្វើការសេបួងសួងយកលេបហើយរាសីរបស់អស់លោកអ្នកគឺឡើងខ្ពស់ត្រដែតនៅថ្ងៃនេះបើលោកអ្នកដាក់ទុនកម្រងកិច្ចការងារឬក៏ណាត់ជួបចរចារឿងអ្វីមួយតែងតែផ្ដល់នៅយោបល់ល្អហើយការធ្វើកិច្ចការងារអ្វីតែងតែសមប្រកបការប្រកបកិច្ចការងារអ្នកក៏បីមានការធ្វើឲ្យពេញទំហឹងនោះនឹងទទួលបានផលជាផ្លែផ្កាគួរជាទីពេញចិត្តការប្រកបការងារគ្រាន់បំរើជាងមុនគ្រាន់ប្រសើរជាងមុនហើយបើចង់ជួញដូរផ្លូវចិត្តផ្លូវឆ្ងាយតែងតែហុចផលមកវិញគួរជាទីពេញចិត្តហើយការធ្វើដំណើរកម្សាន្តទីចិត្តទីឆ្ងាយគឺតែងតែទទួលបានសុខសុវត្ថិភាពទាំងពេលទៅនិងពេលត្រឡប់មកវិញហើយបញ្ហាសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំមានតែភាពសុខដុមនិងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់បាទសម្រាប់អង្គអ្នកដែលកើតឆ្នាំម្សាញ់សូមខមមិនលេខ288ហើយរាសីរបស់អស់លោកអ្នកស្រត់ចុះនៅថ្ងៃនេះលោកអ្នកងាយនឹងកើតនៅរឿងរ៉ាវតបប្រមល់និងងាយលេចចេញនៅបាតុភិបជាមួយនឹងអ្នកដទៃទៀតផងគប្បីមានការប្រុងប្រយ័ត្នប្រយែងបន្តិចក្នុងថ្ងៃនេះទោះធ្វើអ្វីក៏ដោយឲ្យចេះប៉ានប្រមាណហើយមិនត្រូវធ្វើដោយសេចក្តីប្រាថ្នាហួសប្រមាថពុំនោះទេនឹងបណ្ដាលឲ្យបាត់បង់ទៅវិញហើយសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរមានការរីកលូតលាស់តិចតួចតែយ៉ាងណាការជួញទីចិត្តទីឆ្ងាយតែងតែរកផលកម្រៃហូរចូលមកផ្ទះគួរជាទីកត់សម្គាល់ផងដែររីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីពុំមានចិត្តរ៉េដូចចង់ស្រាល់ប្រយ័ត្នកម្មពៀវិឆ្លងនាំឲ្យលោកអ្នកជួបឧបសគ្គឈានដល់ការបែកបាក់បាទសម្រាប់អង្គអ្នកដែលកើតឆ្នាំមុំមីសូមខមមិនលេខ777រួចធ្វើការសេបួងសួងយកលេបហើយរាសីថ្ងៃនេះល្អជាមធ្យមនាពេលនេះទាំងស្ត្រីនិងបុរសលោកអ្នកត្រូវសម្លឹងឲ្យខ្ពស់និងគិតក្តីស្រមើស្រមៃអ្វីមិនមែនជាការពិតពីព្រោះថានេះសុទ្ធសឹងតែជាអត្ថប្រយោជន៍ហើយនាំទ្រព្យនាំសម្បត្តិដល់អស់លោកអ្នកនៅថ្ងៃខាងមុខជាមិនខានការប្រកបកិច្ចការងារនៅក្នុងថ្ងៃនេះពុំសូវជឿនលឿនទៅមុខប៉ុន្មាននោះឡើយហើយក៏មិនថយក្រោយដែរពោលគឺនៅនឹងមួយកន្លែងអ្នកប្រកបមុខរបររកស៊ីជួញដូរមានការខ្សត់ខ្សោយក្នុងការរកផលចំណូលបន្តិចដូច្នោះតតែខិតខំខ្លាំងទៅអាចរកផលកម្រៃគ្រាន់គប់ប្រសើរសម្រាប់អ្នកធ្វើដំណើរកម្សាន្តទីចិត្តទីឆ្ងាយតែងតែមានភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីតែងតែមានភាពល្អប្រសើរចំពោះគ្នាបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំមមេសូមខមមិនលេខ549រួចធ្វើការសេបួងសួងយកលេបហើយរាសីថ្ងៃនេះឡើងខ្ពស់ត្រដែតដូចរាសីរបស់អស់លោកអ្នកត្រឡប់ឡើងល្អប្រសើរវិញហើយក៏ជាថ្ងៃសុខដុមផងក្រៅពីនេះបើលោកអ្នកចង់សម្រេចចិត្តរឿងកិច្ចការងារត្រូវជជែករឿងការងារសំខាន់និងបើចង់សមដូចប្រកបរឿងស្នេហាត្រូវជជែករឿងស្នេហាតែងតែទទួលបានភាពជោគជ័យនៅថ្ងៃនេះដែរផ្ដល់ផលល្អសម្រាប់អស់លោកអ្នកក្នុងការសម្រុកការងារតូចធំក្រៅពីនេះក៏ផ្ដល់ផលល្អសម្រាប់អស់លោកអ្នកក្នុងការទំនាក់ទំនងកិច្ចការងារចរចាបញ្ហាអ្វីមួយផងសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរនៅថ្ងៃនេះវិញការលក់ដូរចេញគ្រាន់រស់រវើកគួរសមហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរផងដែរហើយសម្ព័ន្ធភាពស្នេហាប្រុសស្រីតែងតែមានភាពស្រស់ស្រាយនិងផ្អែមល្ហែមល្អចំពោះគ្នាប្រពៃបំផុតបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំវក់សូមខមមិនលេខ328ហើយធ្វើការសេបួងសួងយកលេប
ហើយរាសីរបស់អស់លោកអ្នកថ្ងៃនេះស្រត់ចុះក្នុងថ្ងៃនេះឃើញថាដំណើរជីវិតរបស់អស់លោកអ្នកជួបនៅភាពស្មុគស្មាញម្ល៉េះហើយត្រូវអត់ធ្មត់និងមានការប្រុងប្រយ័ត្នប្រយែងបន្តិចពីព្រោះថាស្ថិតនៅលើកំណត់ផ្លូវរដេបរដប់ចំពោះរាល់កិច្ចការងារឃើញថាដំណើរការទៅមុខរបស់អស់លោកអ្នកបានងើបប្រសើរឡើងវិញមិនថាជាកិច្ចការងារតូចតាចឬក៏ធំដុំនោះឡើយប្រាក់កាក់តែងតែហូរចូលមកសន្សឹមជានិច្ចសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរជួបលើផលលំបាកច្រើនព្រោះផលចំណូលរកបានដោយតានតឹងនិងភ័យច្រើនលៀបធំតែងតែបាល់ហួសរីឯការធ្វើដំណើរកំសាន្តទីជិតទីឆ្ងាយតែងតែមានភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីតែងតែមានភាពល្អប្រសើរនិងមានការយកចិត្តចំពោះគ្នាប្រសើរបំផុតបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំរកាសូមខមមិនលេខ168រួចធ្វើការសេបួងសួងយកលាភហើយរាសីថ្ងៃនេះឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះបើលោកអ្នកជួបផលលំបាកនិងមានក្រុមមនុស្សជួយជ្រោមជ្រែងណែនាំនិងផ្ដល់យោបល់ល្អៗមកវិញគ្រាន់ដោះស្រាយបញ្ហាផងដែរការប្រកបកិច្ចការងារឃើញថាពុំមានអ្វីជាឧបសគ្គចូលមកយាយីនាំឲ្យអស់លោកអ្នកពិបាកឆ្លងកាត់នោះឡើយហើយការប្រកបកិច្ចការងាររកស៊ីជួញដូរវិញការជួញទីជិតទីឆ្ងាយមិនថាផ្លូវកោកផ្លូវទឹកក្តីតែងតែហុចផលជាផ្លែផ្កាគ្រាន់ជាទីកក់ក្ដៅហើយក៏មានភាពសុខដុមប្រពៃសម្រាប់ការធ្វើដំណើរកំសាន្តទីជិតទីឆ្ងាយតែងតែផ្ដល់ភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករជាពេលវេលាល្អបំផុតបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំចសូមខមមិនលេខ288រួចធ្វើការសេបួងសួងយកលាភហើយរាសីថ្ងៃនេះស្រត់ចុះដំណើរជីវិតរបស់អស់លោកអ្នកជួបរឿងសៅហ្មងហើយបញ្ហាប្រាក់កាក់និងក្រុមគ្រួសារក៏ជួបរឿងរ៉ាវនាំអំពើទុកច្រើនផងដែរលោកអ្នកត្រូវយកចិត្តទុកដាក់ចំពោះការងារបន្តិចព្រោះថាមានក្រុមមនុស្សចាំតែចាប់កំហុសហើយបើឃើញលោកអ្នកមានបញ្ហាផងគេចាំតែជន់ពន្លិចបន្ថែមអ្នកប្រកបមុខរបររកស៊ីជួញដូរលោកអ្នកត្រូវចេះមានគំនិតផ្ដួចផ្ដើមមុខរបរថ្មីបន្ថែមទៀតឬរកប្រាក់ចំណូលបន្ថែមទើបមានការប្រសើរហើយការធ្វើដំណើរទីជិតទីឆ្ងាយចូលមានការប្រុងប្រយ័ត្នប្រយែងបន្តិចទើបប្រសើរសម្ព័ន្ធភាពស្នេហាប្រុសស្រីមិនត្រូវយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននោះឡើយនាំឲ្យឈានដល់ការបែកបាក់បាទសម្រាប់អង្គអ្នកដែលកើតឆ្នាំកុរសូមខមមិនលេខ886ហើយធ្វើការសេបួងសួងយកលាភហើយរាសីថ្ងៃនេះឡើងខ្ពស់ត្រដែតក្នុងរង្វង់គ្រួសារកើតមានភាពសុខដុមនិងកំពុងកើតកាលវាគុំត្រជាក់ត្រជុំគ្រាន់ក៏ប្រសើរឡើងវិញថ្ងៃនេះដោយដួងរាសីឡើងខ្ពស់ដូចនេះទោះបីធ្វើអ្វីលោកអ្នកអាចសម្រុកពេញដៃពេញជើងបានហើយព្រោះថាផលជាផ្លែផ្កាតែងតែហុចមកវិញគួរជាទីពេញចិត្តអ្នកប្រកបមុខរបររកស៊ីជួញដូរលោកអ្នកបើចង់ផ្លាស់ប្ដូរទីកន្លែងលក់ដូរឬក៏រើសទីកន្លែងលក់ដូរថ្មីឃើញថាតែងតែផ្ដល់ឱកាសល្អក៏ប្រសើរហើយហុចផលជាផ្លែផ្កាមកវិញគួរជាទីពេញចិត្តការធ្វើដំណើរកំសាន្តទីជិតទីឆ្ងាយតែងតែមានភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំតែងតែផ្ដល់ផលល្អចំពោះគ្នានិងមានការយកចិត្តទុកដាក់ចំពោះគ្នាល្អប្រពៃ